អាហ្នឹងគឺយើងមកលេងហ្គេម Roblox មកហើយយើងផុសតែហ្គេម Minecraft អញ្ចឹងថ្ងៃហ្នឹងគឺយើងមកផុសហ្គេម Roblox ម្ដងគឺយើងមកលេងហ្គេម Roblox ហើយខ្ញុំមកលេងអាវគ្គនេះវគ្គ Restaurant នេះអាវគ្គហ្នឹងគឺខ្ញុំចូលចិត្តលេងមែនតើសារវាសប្បាយហើយនិយាយទៅវាអត់មានអីបាក់ទេគ្រាន់យើងធ្វើម្ហូបហើយយើងទទួលភ្ញៀវហើយធ្វើម្ហូបដើម្បីរកលុយបានអញ្ចឹងខ្ញុំរកលុយឥឡូវខ្ញុំខ្ញុំបង្កើតហាងខ្ញុំហ្នឹងគឺខ្ញុំធ្វើហាងបង្កើតពីសាហើយគឺយើងធ្វើការបង្កើតពីសាដើម្បីលក់ឲ្យភ្ញៀវយើងហើយហ្គេមហ្នឹងគឺយើងអាចជួលបុគ្គលិកជួលអីបានប៉ុន្តែវាអស់លុយអ្នកនេះវាអស់លុយ200 300ណាអញ្ចឹងគឺយើងធ្វើការធ្វើពីសាខ្លួនឯងសិនទៅយើងកុំតន់ជួលបុគ្គលិកបើមើលវាពិបាកថងវាជួលយើងត្រូវការលុយច្រើនអញ្ចឹងយើងមិនបាច់តន់ទេប៉ុន្តែបើជួលបុគ្គលិកវាជំនួសយើងច្រើនហើយវាធ្វើការយើងតែនេះវាជួលម្ដងអស់តែ200អីទេគឺខ្ញុំមានលុយ400យើងជួលមកអស់មកយើងបាន2នាក់អូខេអញ្ចឹងយើងធ្វើការជួលបុគ្គលិកឲ្យវាយើងជួលអ្នកអូតទឹកហ្នឹងគឺវាឲ្យវានេះណាឃើញបាទឲ្យវាហ្នឹងអូតទឹកឲ្យយើងអាចដូរអាវដូរអីវាបានតែខ្ញុំខ្ជិលដូរខ្ញុំឲ្យវាធ្វើតាមសម្រួលយើងខ្ជិលដូរហើយអ្នកធ្វើម្ហូបហ្នឹងគឺតែពេលដែលយើងជួលមកគឺវានៅលើអាឡយទេគឺវាមិនតាន់ចេះធ្វើម្ហូបអីទេយើងត្រូវជួយវាយើងត្រូវធ្វើម្ហូបខ្លួនឯងសិនអ្នកនេះយើងត្រូវធ្វើបានមិនអុយយើងត្រូវធ្វើឲ្យបានច្រើននេះវាដាក់នៅលើកន្លែងយើងជួលបុគ្គលិកហ្នឹងគឺវាដាក់ឲ្យយើងនឹងធ្វើការដែលធ្វើម្ហូបហ្នឹងឲ្យបាន4មីនុយចឹងឲ្យចុងភៅនោះវាស្គាល់ពីរបៀបធ្វើម្ហូបណាអញ្ចឹងគឺយើងធ្វើពីសាចឹងនិយាយទៅក្នុងមួយហ្គេមហ្នឹងគឺខ្ញុំអត់ដឹងថាប្រទេសណាដែលយើងធ្វើទៅគឺវាធ្វើស្រួលម្ហូបទេហើយនិយាយទៅម្ហូបវាស្រួលធ្វើទេហើយតាមខ្ញុំគិតមានតែអ៊ីតាលីហ្នឹងគឺដែលវាពីសាវាស្រួលធ្វើទេស្រួលដាក់ខ្វាច់ហើយអញ្ចឹងគឺខ្ញុំធ្វើការរកលុយសិនទៅហើយយកលុយសិនយើងកុំតន់ចង់ធ្វើស្អីច្រើនពេលសារពីហ្គេមហ្នឹងគឺវាត្រូវការលុយហើយអានេះគឺជាហាងខ្ញុំដែលគាត់ថាលុយមែនតើមកហាងចុងអញ្ចឹងគឺយើងអាចកំណត់លក្ខណៈកំណត់មនុយដើម្បីឲ្យពួកឲ្យហាងយើងនឹងវាលក់ម្ហូបតាមក្បាលវ៉ាល់យើងទេយើងចង់អត់លក់ម្ហូបណាក៏បានអីដែរហើយអានេះគឺយើងយកលុយអាប់ហើយតែខ្ញុំខ្ជិលអាប់ហើយវាអត់មានលុយទេអញ្ចឹងគឺយើងអាចមើលស្អីផ្សេងហ្នឹងតែវាដូចគ្មានប្រយោជន៍ទេសម្រាប់ខ្ញុំអញ្ចឹងគ្មានប្រយោជន៍ទេខ្ញុំអត់មើលទេហើយអានេះគឺជាម្ហូបរបស់យើងមានតែពីសាមួយហ្នឹងហើយម្ហូបវាមិនមែនតិចទេហើយពីសាហ្នឹងគឺលក្ខណៈយើងត្រូវការប្រដាប់ដុតហ្នឹងគឺវាតម្លៃដូចជា300ជាងហើយនៅពេលដែលយើងធ្វើបាននេះពីសាយើងគឺលក់ថ្លៃណាស់នេះដូចលក់បាន$9ហើយឥឡូវគឺឡើងរវល់ហើយយើងធ្វើការអាប់មកហើយខ្ញុំមិនដឹងថាគួរអាប់អីយើងអាប់ពីសានេះទៅម្ហូបផុសកូនក្មេងហើយហ្គេមហ្នឹងគឺយើងត្រូវលេងឲ្យចប់ថ្ងៃអ្នកគ្នាទៅមិនមែនថាយើងលេងត្រឹមចប់ថ្ងៃគឺហ្គេមហ្នឹងចប់ហ្មងទេគឺលក្ខណៈយើងលេងចប់មួយថ្ងៃទៅបើសិនជាយើងលក្ខណៈយើងត្រូវធ្វើការងារធ្វើអីដែរដើម្បីបាន level បើសិនជាយើងអត់ធ្វើទេយើងអត់បាន level ទេអញ្ចឹង level ហ្នឹងគឺយកទៅអាប់ម្ហូបឬអាប់មនុយម្ហូបយើងហ្នឹងបើសិនជាអានេះគឺជាផ្សេង Happy birthday នេះ birthday វានេះឲ្យស៊ីនំខេកហើយនំខេកមួយចំណិតហ្នឹងខ្ញុំលេបបន្តិចអស់ហើយហ្នឹងមកអានោះវាស៊ីខ្ចប់អានំខេកមួយចំណិតហ្នឹងហើយពួកអស់នេះពួកមានឈ្មោះលើក្បាលណាដូច birthday វាណាវាមកមានកម្មវិធីមានអីវាអាហ្នឹងគឺលក្ខណៈវាបានលុយច្រើនណាស់ដូចមានខ្លះវាមានវាដាក់ឈ្មោះ creator ស្អីវាដូចអ្នកថតវីដេអូរបស់ C ណាអាហ្នឹងវាលក្ខណៈវាទៅពេលវា C ទៅគឺនៅពេលវា C ហើយគឺវានឹងឲ្យលុយយើងច្រើនហើយបើពួក VIP អាហ្នឹងក៏ច្រើនដែរ
តែពួកអាហ្គេមហ្នឹងគឺវាមានប្រភេទពួកអាភ្ញៀវច្រើនតែខ្ញុំនិយាយទៅខ្ញុំខានលេងហ្គេមហ្នឹងអាហ្គេម Roblox ហ្នឹងយូរហើយអញ្ចឹងគឺវាប្រហែលជាអាប់ដេតវគ្គហ្នឹងទៅស្អីខ្ញុំក៏អត់ដឹងដែរហើយយើងធ្វើការខ្ញុំគិតថាខ្ញុំត្រូវលុយសិនណាបើឥឡូវខ្ញុំក្រលុយមែនតើយើងធ្វើម្ហូបធ្វើអីសិនទៅខ្ញុំរកលុយចោះឡើងឥឡូវលុយខ្ញុំមានម៉ាសេនេះខ្ញុំមានម៉ារៀលនេះ$1នេះអាហ្គេមហ្នឹងលះទេអ្នកគ្នាអាហ្គេមហ្នឹងយើងរកលុយយូរទៅយើងលេងដបងវេទនាអ្នកគ្នាបើសិនជាអ្នកណាដែលគេចង់លេងហ្គេមហ្នឹងតែគេចង់លេងហ្គេមប្រភេទថាចូលមកភ្លាមវាមិនមែនវេទនាសំលុយវេទនាដូចអាហ្គេមនេះមិនបាច់លេងទេនិយាយថាហ្គេមនេះខ្ញុំលេងចិត្តស្គួតទេអាចចូលមកដបងយើងលេងនេះហ្មងវាវេទនានិយាយទៅយើងមានលុយមិនតិចទេហើយយើងត្រូវការដាក់តុកដាក់អីច្រើនហើយអានេះសំណាងខ្ញុំចេះដាក់អាតុកនេះវាចូលគ្នាថាយើងដាក់កៅអី2ថែមក្នុងមួយតុកហ្នឹងទៅវាបានភ្ញៀវមកច្រើនភ្ញៀវវាចូលមកម្ដង4ឬក៏3ទេទៅអានោះវាតាមសំណាងយើងដែរហើយលុយវាច្រើនតាមហ្នឹងដែរអញ្ចឹងវារៀងរកលុយបានអានេះហើយខ្ញុំធ្វើម្ហូបមួយថ្ងៃបានតែ$31នេះហើយអានេះ2តុកនេះមិនបាច់សង្ឃឹមថាបានច្រើនទេនិយាយថាអានោះវាវេទនាមួយហ្គេមហ្នឹងយើងចូលមកដំបូងវាវេទនាដល់ថ្នាក់ហ្នឹងហើយយើងលេងឲ្យបានច្រើនហើយយើងលេងបានយូរលេងសង្ឃឹមលេងដល់ងាប់តិចក៏លេងមិនទាន់ហើយដែរនេះអញ្ចឹងយើងធ្វើការដាក់ក្អីនៅតុកនេះមួយទៀតមកដើម្បីឲ្យវាបានតុកច្រើននេះហើយលុយខ្ញុំមាន$7ហើយយ៉ាគេថាយើងអាចដាក់តុកអានេះហើយហ្នឹងហើយគឺភ្ញៀវចូលមកម្ដងច្រើនជាងមកយើងរៀងចំណេញលុយបានលុយច្រើនណាស់នេះអញ្ចឹងយ៉ាគឺថាហាងយើងគឺវារីកចម្រើនណាស់ក្នុងវគ្គនេះហើយដល់ភ្ញៀវយើងគឺវាកំងតែពីភាសាស៊ីទេភាសាវីនិយាយទៅមកហាងខ្ញុំហ្នឹងគឺម្ហូបមានតែពីភាសាមួយទេពីភាសាមួយដែលជាម្ហូបដែរលក្ខគេហៅថាឆ្ងាញ់បំផុតតែសារពីខ្ញុំពីភាសាធ្វើមកពីដំបូងអញ្ចឹងវាឆ្ងាញ់ជាងគេសារយើងធ្វើយូរទៅយើងថ្មីដៃយើងវាកាន់តែអែមទៅជឿធ្វើឲ្យម្ហូបរបស់យើងកាន់តែមានឲ្យរសជាតិឆ្ងាញ់ហើយយើងធ្វើការធ្វើពីភាសាមួយទៀតនិយាយទៅពីភាសាហ្នឹងយើងធ្វើច្រើនមែនតើអ្នកគ្នាមកហាងខ្ញុំមានអារម្មណ៍ថាពីភាសាហ្នឹងគឺលក់ច្រើនជាងគេលក់ដាច់ជាងគេហ្មងហើយលុយហ្នឹងគឺទទួលបានអញលុយតិចដល់លុយដល់ហើយនេះលុយធុញមកហើយឥឡូវគឺយើង upgrade មួយទៀតយើងធ្វើការបានមកពងវាដើម្បីហូបម្ហូបថ្មីហើយខ្ញុំចង់ធ្វើស្អីvậyយើងដាក់ទឹកបើណាគេក៏ដោយឲ្យតែស៊ីបាយហាដឹងត្រូវការទឹកឲ្យបាយនៅសាលាក៏ដោយនិយាយទៅត្រូវការទឹកបើអត់ទឹកទេដូចស៊ីបាយដាក់ម្ហូបចឹងមកវាសាប់ស្លេមយើងស៊ីអាពេលអួលចិត្តងាប់អានឹងមានតែទឹកដែលជួយយើងបានហើយយើងត្រូវការយកទឹកឲ្យគេផឹកហើយទឹកខ្ញុំមិនមែនថោកទេបាទគឺថាខ្ទង់$5ដែរម្ដងបាទមួយក្រាំងនិយាយថាហ្គេមហ្នឹងគឺនៅពេលដែលយើងយកទឹកណាគ្នាឲ្យតែយើងយកទឹកឲ្យពួកអាស្គូតហ្នឹងផឹកនឹងទៅវាគាំងដល់ពេលយើងចុចនេះដើម្បីយើងចុចឲ្យទឹកវាទៅយើងចុចលឿនពេកទៅពេលវានេះទៅវានឹងក្លិចនឹងគាំងតិចទៅវាចឹងហ្មងវាជាប់នៅដៃយើងធ្វើឲ្យអត់កើតហ្មងអញ្ចឹងយើងត្រូវស្លាប់ខ្លួនដើម្បីឲ្យវាចេញពីខ្លួនយើងបើសិនជាយើងចង់ឲ្យវាជាប់នៅដៃហើយយ៉ាគេថាមកហាងយើងកប់សេរីមកនេះមើលយើងមានចក្រានមានអីចក្រានមានដល់2កន្លែងស្អីគេធ្វើម្ហូបមានដល់2ដាំបាយស្អីគេអាហ្នឹងគេហៅគេចង្ក្រានភ្លើងចង្ក្រានអគ្គិសនីមានដល់តែ2ហើយអាស្អីអាកន្លែងចក្រានវាមានម្ដង4បតង់យើងអាចធ្វើម្ហូបនឹងធ្វើងាប់ស្អីដល់4ហ្នឹងហើយម្ហូបដូចគ្មានធ្វើអីច្រើនទេតែឥឡូវយើងមិនបាច់ខ្វល់វានឹងវិញយើងមកនេះយើងមកយកមីនុយរបស់ភ្ញៀវយើងដែលជាភ្ញៀវដ៏អស្ចារ្យរបស់យើង
giờ game nó bây giờ anh mới nhiều tới game nó được chân liền ở đặt lần cho mà miền lôi gì tới nâng game nó dương thời chấp tục như dương khi chỉ đạt dương thời thơm hô vài toàn màu của tại bà sân chỉ dương thơm hố như dương man xí dương man lùi chẳng dương thời tại thơm hộp chẳng ngày nó em cách ha lên đập bên nâng man ấy bởi những liên hiện vụ này lên thầm đầm ti trên tới ba này với game nâng cứ dễ mấy cái đó video cái nhầm trong là video pod đầm ti đi bà chẳng cái dương này chụp new đâu phải hơi click chút like cho subscribe được phóng bye bye